ប្រយោជន៍នៃស្រោមចិញ្ចឹមស្បែកអាតូមីផ្ដល់សំណាងដល់ស្បែកជួយស្បែកភ្លឺម៉ត់រលោងបែបធម្មជាតិការពារកុំឲ្យរោលកទួលរមាស់លើស្បែកការពារកុំឲ្យឡើងមុនឡើងអាចរុយហើយនឹងឡើងជាន់ប៉ុន្តែមិនព្យាបាលអាចរុយនិងព្យាបាលជាន់ណាបងប្អូនបញ្ជាក់ប៉ុន្តែការពារកុំឲ្យឡើងមុនឡើងអាចរុយឡើងជាន់ប្រើទៅស្បែកម៉ត់មកមុនសាច់មុនកាមមុនក្បាលខ្មៅគឺជ្រុកឲ្យតែបងប្អូនប្រើជាប្រចាំហ្មងការពារកុំឲ្យហានិភ័យដែលកំណត់មុខនឹងវាកើតឡើងហើយការពារកុំឲ្យជ្រួញមុនវ័យទឹកហើយឥឡូវណាអានតែអត់ធ្វើការអញ្ចឹងហើយពេលរៀងថ្ងៃតិចដំណោតបងប្អូនអត់អីទេឥឡូវខ្ញុំមិនណែនាំពីប្រភេទលាបស្បែកប្រភេទស្រោមការពារកម្ដៅថ្ងៃអាតូមីលាបស្បែកឲ្យភ្លឺម៉ត់រលោងស្អាតបែបធម្មជាតិស្អាតបែបផ្សាបងប្អូនស្អាតបែបល្អគុណបងប្អូននិយាយរួមស្បែកខ្ញុំគឺម៉ត់ភ្លឺលោងនិយាយរួមគេហៅថា glow glass skin ណាបងប្អូនភាសាសាមញ្ញឮតែគេថា glow glass skin ឥឡូវបានស្បែកមក glow glass skin ដូចបំណងហើយបងប្អូនគ្រាន់តែបងប្អូនបដូរផលិតផលក្រៅមកប្រើប្រាស់ផលិតផលអាតូមីឥឡូវខ្ញុំសូមណែនាំបងប្អូននេះណែស្រោមការពារកម្ដៅថ្ងៃអាតូមី Absolute Essence Sun Cream នេះបងប្អូនមើលណានេះបងប្អូនហើយអានេះលេលាបយកពីណាបងប្អូនប៉ុន្តែបើយើងយកមកលាបថ្ងៃក៏បានដែរអត់មានបញ្ហាទេព្រោះអានេះវាជាប្រភេទលេជំនួយស្បែកជួយស្បែកមានសំណើមល្អប្រើបានយូរខែពីរដងហ្នឹងប្រើបានយូរខែមែនទែនប៉ុន្តែអត្ថប្រយោជន៍នៃស្រោមនេះខ្ញុំផ្ដោតសំខាន់លើអានេះពេលថ្ងៃបងប្អូនប្រើជាមួយខ្ញុំប្រើមើលខ្ញុំប្រើនេះលាបតែមួយហើយវាមានពីរអាឈុតហ្នឹងវាមានពីរតែខ្ញុំប្រើតែមួយបងប្អូននេះវាមានពីរចេះតែខ្ញុំប្រើតែនេះត្រឡប់នេះចេះព្រោះអានេះវាមានក្របបាត់ភ្លឺជំនួយស្បែកខ្លាំងស្បែកខ្ញុំម៉ត់ទេថតឆ្ងាយឬងឹតមែនទេបងប្អូនតែស្បែកខ្ញុំមិនខ្មៅស្អាតណាបងប្អូនស្បែកខ្ញុំភ្លឺរលោងថតក្នុងបន្ទប់វារឿងងឹតទៅអត់មានប្រចាំងភ្លើងប្រចាំងអីដល់ពេលអញ្ចឹងទៅវាងឹតឥឡូវបន្ទាប់ពីប្រើនឹងហើយខ្ញុំមកប្រើជាមួយនឹងស្រោមប្រើជាប្រចាំប្រើតែស្បែកស្អាតនិយាយរួមពេលយើងប្រើនេះលាបដូចអត់លាបចង់និយាយថាចាលាបដូចអត់លាបបែបស្បែកបែបធម្មជាតិប្រើលាបទៅដូចស្បែកយើងធម្មតាតែខ្ញុំចូលចិត្តប្រើអញ្ចឹងអត្ថប្រយោជន៍នៃស្រោមចិញ្ចឹមស្បែកអាតូមីផ្ដល់សំណើមដល់ស្បែកជួយស្បែកភ្លឺម៉ត់រលោងបែបធម្មជាតិការពារកុំឲ្យរោលកទួលរមាស់លើស្បែកការពារកុំឲ្យឡើងមុនឡើងអាចរុយហើយនឹងឡើងជាន់ប៉ុន្តែមិនព្យាបាលអាចរុយនិងព្យាបាលជាន់ទេណាបងប្អូនបញ្ជាក់ប៉ុន្តែការពារកុំឲ្យឡើងមុនឡើងអាចរុយឡើងជាន់ប្រើទៅស្បែកម៉ត់មកមុនសាច់មុនកាមមុនក្បាលខ្មៅគឺជ្រុកឲ្យតែបងប្អូនប្រើជាប្រចាំហ្មងការពារកុំឲ្យហានិភ័យដែលកំណត់មុខនឹងវាកើតឡើងហើយការពារកុំឲ្យជ្រួញមុនវ័យ